nu om den endelige afstemning om lovforslaget. សភាដានម៉ាកបានបោះឆ្នោតអនុម័តច្បាប់ហាមឃាត់ការដុតបំផ្លាញគម្ពីរសាសនាអ៊ីស្លាមកូរ៉ង់ជាមួយនឹងសម្លេងគាំទ្រ94នៅក្នុងចំណោមសម្លេងសរុបរបស់សភាចំនួន179ទៅតាមច្បាប់ដែលសភាដានម៉ាកបានអនុម័តកាលពីថ្ងៃប្រហ័សទី7ធ្នូការដុតគម្ពីរសាសនានៅទីសាធារណៈការហែកបំផ្លាញចាក់ឬក៏ការទាត់នឹងជើងទៅលើគម្ពីរនៅក្នុងគោលដៅផ្សព្វផ្សាយរូបភាពស្អប់ឬអើងគឺត្រូវចាត់ទុកជាទង្វើខុសច្បាប់អ្នកដែលល្មើសច្បាប់គឺត្រូវប្រឈមទៅនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ2ឆ្នាំសភាដានម៉ាកបោះឆ្នោតអនុម័តច្បាប់ហាមឃាត់ការដុតបំផ្លាញគម្ពីរសាសនានេះគឺនៅបន្ទាប់ពីការដុតគម្ពីរសាសនាអ៊ីស្លាមកូរ៉ង់នៅក្នុងប្រទេសដានម៉ាកបានអុចអាលបណ្ដាលឲ្យមានបាតកម្មហិង្សាប្រឆាំងទៅនឹងដានម៉ាកនៅតាមបណ្ដាប្រទេសកាន់សាសនាអ៊ីស្លាមនៅក្នុងពិភពលោកឧទាហរណ៍នៅអ៊ីរ៉ាក់បាតកោជាច្រើនរយនាក់ធ្លាប់បានធ្វើបាតកម្មប្រឆាំងដល់ហិង្សាសម្ដៅស្ថានទូតដានម៉ាកនៅក្នុងទីក្រុងបាដាតកាលពីខែកក្កដាពលគឺបន្ទាប់ពីសកម្មជនស្ដាមនិយមជលដានម៉ាកម្នាក់បានដុតគម្ពីរកូរ៉ង់ជាទីសក្ការៈរបស់អ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងទីក្រុងស្តុកហូមប្រទេសស៊ុយអែតគណៈបកប្រឆាំងដានម៉ាកបានចាត់ទុកការអនុម័តច្បាប់ហាមឃាត់ការដុតគម្ពីរសាសនាអ៊ីស្លាមនេះថាជាទង្វើក្បត់ជាតិហើយនឹងទៅបំផ្លាញសិទ្ធិសេរីភាពបញ្ចេញមតិដែលដានម៉ាកធ្លាប់តែប្រកាន់យកជាយូរណាស់មកហើយម្យ៉ាងសម្រាប់បកប្រឆាំងដែលស្នើឲ្យសភាបោះឆ្នោតអនុម័តច្បាប់ដែលហាមឃាត់ការដុតគម្ពីរយ៉ាងដូចនេះរដ្ឋាភិបាលអាណាម៉ាកកំពុងតែរត់ចោលជួរគេចចេញពីការទទួលខុសត្រូវរបស់ខ្លួនបើតាមបកប្រឆាំងរដ្ឋាភិបាលដានម៉ាកមុនគឺធ្លាប់បានប្រកាន់ជំហរយ៉ាងដាច់ខាតបើទោះបីជាធ្លាប់មានរលកប្រឆាំងទៅនឹងដានម៉ាកដ៏ខ្លាំងក្លាដោយសារតែរូបគំនូរថ្លុកព្យាការីមូហាម៉េតកាលពីឆ្នាំ2006ដែលបានបណ្ដាលឲ្យមានរលកកំហឹងសម្បារនៅតាមបណ្ដាប្រទេសកាន់សាសនាអ៊ីស្លាមរដ្ឋាភិបាលដានម៉ាកវិញបានចេញមុខធានាថាច្បាប់ហាមឃាត់ការដុតគម្ពីរសាសនាអ៊ីស្លាមនេះនឹងមិនទៅប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិឡើយហើយថាគេគឺអាចមានមធ្យោបាយផ្សេងដើម្បីរិះគន់សាសនាក្រៅតែពីការដុតគម្ពីរនៅអឺរ៉ុបដានម៉ាកមិនមែនជាប្រទេសដំបូងគេដែលបានបង្កើតច្បាប់ហាមឃាត់ការដុតបំផ្លាញគម្ពីរសាសនាអ៊ីស្លាមនោះទេអាល្លឺម៉ង់ អូទ្រីស ហ្វាំងឡង់ អ៊ីតាលីហើយនិងប៉ូឡូញជាដើមធ្លាប់បានចេញច្បាប់ដូចគ្នានេះគឺដើម្បីទៅរងាប់ភាពតានតឹងជាមួយនឹងបណ្ដាប្រទេសកាន់សាសនាអ៊ីស្លាមបើតាមការអះអាងរបស់រដ្ឋាភិបាលដានម៉ាកម្យ៉ាងការបង្កើតច្បាប់ហាមឃាត់ការដុតគម្ពីរកូរ៉ង់នេះគឺជារឿងដ៏ចាំបាច់បំផុតដើម្បីផលប្រយោជន៍សន្តិសុខជាតិរបស់ដានម៉ាកផ្ទាល់ជាពិសេសនៅក្នុងកាលៈទេសៈដែលដានម៉ាកកំពុងតែប្រឈមខ្លាំងទៅនឹងការគំរាមកំហែងធ្វើភេរវកម្មសូមបញ្ជាក់ថាដោយសារតែរលកប្រឆាំងទៅនឹងការដុតគម្ពីរកូរ៉ង់នៅប្រទេសដានម៉ាករួមផ្សំទៅនឹងសង្គ្រាមហ្គាហ្សារដ្ឋាភិបាលដានម៉ាកក៏ដូចជារដ្ឋាភិបាលរបស់ប្រទេសជិតខាងគឺស៊ុយអែតបានដំឡើងកម្រិតប្រកាសអាសន្នគំរាមកំហែងភេរវកម្មឲ្យដល់កម្រិតមួយខ្ពស់បំផុត